dương mơ phe mối là chef cứ lộ mình tên áp trend sân khăn phốt dương thử mơ đồng hồ hỏi đâm tao bị áp bị đỏ hai lỗ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  hai dạ chẳng chef cứ áp trend nó hay cái lại nó cứ chỉ khi dồn phổ biến nó cái khi dồn phổ biến khi dồn phổ biến chẳng cô đá vừa dương phải một hàng frame tối theo cái ai có to chọc tiệm ai có to chọc mình tích tiệm nè mà đòn đồng khi rồi nè anh nắng đo lại những dân ai rò cả bài bạn bữa sân vì chơi cái này bữa sân vì chơi còn ta bữa sân dương mơ tham frame daily bữa sân dương mơ tham frame daily bữa cạnh này tha vi chọc màu nè vì chọc màu hơi bị bật tiền nè bị bật tiền strong chân anh nắng với miền pi giờ này giờ để ai cả là scenario tìm muối cứ vì ai follow តាម uptrend ក៏វាមានន័យថាទោះវាបិទបកគោលទោះ daily បកគោលមួយថ្ងៃវាបិទបកគោលពេញក៏ដោយក៏វានៅតែអាចបន្តទៅលើទៀតដែរណាក៏វាអាចបន្តទៅលើទៀតដែរប៉ុន្តែស្នាយោទី2បើករណីវាបិទបកគោលណាយើងអាច check មើល time frame 1 ម៉ោងបើវា pull back វាអាចមកវិញណាវាអាចមកបន្តអញ្ចឹងករណីកន្លែងហ្នឹងបើសិនជាបកគោលថ្ងៃហ្នឹងវាបិទបកគោលពេញមិនមែនបិទប៉ុណ្ណឹងឥឡូវណាប៉ុន្តែឥឡូវទូចទេអត់យកពីការបាននៅ up trend ឡើយប៉ុន្តែបើសិនជាវាបិទចុះក្រោមទៅទៀតមានន័យថាវាចុះដល់ត្រឹម support នេះមកហើយវាអត់ reject ទេវាបិទបកគោពេញអាហ្នឹងមានពីរ scenario ទី1យើងអាចរកឱកាសបាយប៉ុន្តែទន្ទឹមនឹងការរកឱកាសបាយនឹងហើយយើងអាចចាំ check មើលនៅក្នុង time frame 1 ម៉ោងឬក៏30 នាទីព្រោះអីវាអាច follow តាម T zone បញ្ឆេះលំហវាមួយអាចបន្តចុះក្រោមវិញអាចបន្តចុះក្រោមមក swing ទៀតណាអញ្ចឹងយើងចាំមើលណាយើងចាំមើលហើយសម្រាប់អ្នកដែលគាត់ day trade អ្នកដែលគាត់ day trade នៅតំបន់នេះក៏ជា key zone មួយដែរនៅតំបន់នេះក៏ជា key zone មួយដែរប៉ុន្តែ key zone ហ្នឹង key zone នេះគេមាននេះយើងណាដឹងអត់ key zone ហ្នឹងជា key zone នេះគេទីโซนវិជាត្រេនពូយ៉ាជា key zone បញ្ឆេះ trend ណាអញ្ចឹងមានន័យថានៅក្នុង time frame 4 ម៉ោងកន្លែងហ្នឹងគឺជា key zone មួយដែរប៉ុន្តែអ្វីដែលយើងត្រូវដឹងគឺយើងត្រូវដឹងថា key zone ហ្នឹងជា key zone អីស្របឬក៏បញ្ឆេះអញ្ចឹងឧទាហរណ៍ណាឧទាហរណ៍បើសិនជាផ្សារវាឡើងដល់ចំណុចហ្នឹងណាហើយយើងរកឱកាស sell បានដូចគ្នាយើងនៅក្នុង4ម៉ោងចឹងយើងរកឱកាស sell អាចក្នុង15នាទីប៉ុន្តែយើងត្រូវដឹងថាចេះអា key zone ដែលយើង sell ហ្នឹងគឺជា key zone អីគេ key zone បញ្ចេះលំហូរអញ្ចឹងលំហូរធំគឺ up trend ណាអញ្ចឹងភាគរយវាទៅលើច្រើនអញ្ចឹងបើសិនជាយើងរក key zone បញ្ចេះលំហូរ key zone វាអត់ខុសទេគឺវាត្រូវហើយប៉ុន្តែបញ្ចេះលំហូរអញ្ចឹងក៏វាអាចបន្តទៅលើភាគរយច្រើនដែរណាតែក៏វាអាច follow តាម key zone បញ្ចេះលំហូរហ្នឹងមកបន្តទៀតដូចគ្នាមកបន្តទៀតដូចគ្នាអញ្ចឹងអានេះខ្ញុំនិយាយសម្រាប់អ្នកដែលគាត់trade day trade ឬក៏ scalping ខ្លីៗអីគាត់អាចរកមើលម្ដងហ្នឹងបាទណាតែអ្វីដែលសំខាន់យើងត្រូវដឹងខ្លួនឯងថា key zone ហ្នឹងបច្ចាឬក៏ស្របអាហ្នឹងវាជារឿងសំខាន់អាហ្នឹងវាជារឿងសំខាន់ណាអញ្ចឹងត្រឡប់មកវិញបើសិនជាយើងនិយាយពី candle close វិញណាឧទាហរណ៍ daily បើសិនជា candle close គេអាចបន្តចុះមកទៀត close ចឹងអាករណីហ្នឹងវាមានពីរ scenario អានេះឧទាហរណ៍ថា daily វា close ណា daily close ហើយយើងបែកមកមើល4ម៉ោងយើងឃើញតម្រង់បែបហ្នឹងចឹងវាមាន scenario 2ណា scenario ទី1គឺអាច follow ទៅ break កំពូលណា scenario ទី1គឺអាច follow ទៅ break កំពូលថ្មី follow តាម uptrend ធំវាលំហូរធំគឺទៅលើ uptrend ណា scenario ទី1 scenario ទី2បើសិនជាយើងឃើញវាទៅលើប៉ុន្តែវាទៅបែបអញ្ចឹងនៅក្នុង time frame 1 ម៉ោងឬក៏ក្នុង time frame 30 នាទីណាឬក៏15នាទីយើងឃើញទៅយឺតអានឹងភាគរយគឺវាអត់ follow លំហូរទេគឺវា follow តាម key zone បញ្ឆេះលំហូរអាចមកវិញបន្ត
anh mà cònបន្តទៀតណាអាចមកខបន្តទៀតអញ្ចឹងមានពីរសំណាយយកអញ្ចឹងករណីបច្ចុប្បន្ន uptrend ក៏ពិតមែនប៉ុន្តែយើងអត់ទាន់អាចចូលបាយបានទេហេតុអីមានអ្នកគ្នាយើងដឹងអត់ហេតុអី uptrend យើងរកឱកាសបាយអត់បាននៅក្នុងពេលហ្នឹងប៉ុន្តែបើសិនជាវាឡើងទៅលើតិចទៀតបើសិនវាឡើងទៅដល់ key zone តិចទៀតមានឱកាសយើងអាចរកឱកាស sell បានវិញដោយសារហេតុអីមានគ្នាយើងណាដឹងហេតុអី uptrend យើងអត់ទាន់រកឱកាសបាយដោយសារមូលហេតុគឺវាអត់ទាន់ចុះដល់ key zone វាគឺនៅក្រោម key zone វាគឺនៅក្រោមអញ្ចឹងយើងមើលនេះកន្លែងផ្សារបាញ់ឡើងខ្លាំងពីត្រឹមហ្នឹងហើយបើយើងមើល daily មិញយើងគូមក key zone គឺនៅកន្លែង key zone នៅកន្លែង អញ្ចឹងបើទោះយើងឃើញ confirm ក្នុងពេលឥឡូវក៏យើងអាចបាយបានដែរដោយសារសារវាអត់ទាន់ដល់ key zone ត្បិតតែវា up trend ក៏ពិតមែនប៉ុន្តែទោះ up trend ក៏យើងត្រូវការឲ្យវាដល់ key zone ដូចគ្នាឲ្យដល់ key zone ដូចគ្នាហើយហេតុអីបានយើងរកឱកាស sell តាមពិតkey zone លើនោះដូចខ្ញុំនិយាយពីដើមមកអញ្ចឹងគឺខ្ញុំអត់សូវ recommend បានទេក្នុងការឲ្យ sell ហេតុអីដោយសារវាជា key zone បច្ចេកលំហូរណាបច្ចេកលំហូរប៉ុន្តែបើសិនជាយើងចង់ sell ចម្លើយគឺបានដូចគ្នាបើយើងចង់ sell ណាគឺបានដូចគ្នាព្រោះវាជា key zone មួយ clean ដូចគ្នាគ្រាន់តែវាប្រឆាំងជាមួយនឹងលំហូរហើយវាអត់ទាន់ធ្លាក់មកដល់ key zone ធំទៀតអញ្ចឹងកន្លែងហ្នឹងបើសិនជាយើងមើល confirm ត្រឹមត្រូវព្យាយាមរៀនលំហូរ key zone ហើយបាន confirm កុំព្យាយាមមើល confirm ហើយបានដើររក key zone ចាប់ដាក់អត់ទេអត់ត្រូវទេណាអញ្ចឹងព្យាយាមតាមលំដាប់អញ្ចឹងគ្រាន់តែខ្ញុំបញ្ជាក់ថាខាងលើហ្នឹងគឺជា key zone អញ្ចឹង4ម៉ោងយើងអាចមើល15នាទីបានដែរ15នាទីឬក៏10នាទីទៅណាមាន confirm តែការឡើងវារៀង strong ដែរបើស្អីយើងមើល15នាទីការចុះវា3 wave នេះ1 2 3ហើយឡើងរៀងខ្លាំងអាចទៅលើចេះក៏អាចមានដែរណាអាចមានដូចគ្នាមិនប្រកាសថាផ្សារអត់ទាន់ដល់ key zone ក្រោមផងវាអត់អាចឡើងលើកើតទេឡើងកើតណាប៉ុន្តែសម្រាប់យើងគឺយើងអាចបាយកើតទេអត់អាចចូលទិញកើតទេបើសិនជាឃើញ confirm ឧទាហរណ៍រូបភាពបែបនេះគឺជារូបភាព confirm ណាចុះមក3 way 1 2 3 improve break structure pull back មានន័យថាយើងបាយបានប៉ុន្តែយើងអត់បាយទេយើងអត់ចូលទិញទេហេតុអីនឹងគ្នាយើងដឹងហេតុអីបានយើងចូលទិញអត់បានដោយសារផ្សារវាអត់មាន key zone ណាដោយសារផ្សារអត់មាន key zone អញ្ចឹង key zone យើងនៅក្រោមណា key zone យើងនៅក្រោមហើយផ្សារអត់តដល់ key zone ហ្នឹងវាមាន confirm ពាក់កណ្ដាលផ្លូវយើងនាំគ្នាចូលបាយវាអាចត្រូវប៉ុន្តែវាខុសរូបមន្តរបស់យើងណាវាខុស rule របស់យើងអញ្ចឹងបើសិនជាយើងចូលបាយលើក្រោយមិនមែនប្រកាសថាត្រូវរហូតលើក្រោយវាមាន confirm ហើយវាមកវិញមាន confirm មកវិញមានតែយ៉ាងហ្នឹងអញ្ចឹងគឺយើងចាំមើល confirm នៅក្នុង key zone នៅក្នុង key zone អញ្ចឹងករណីវាបាយនេះគឺអត់មាន confirm ទេណាបើសិនយើងចង់បាយឥឡូវណាឧទាហរណ៍ផ្សារទៅលើតិចទៀតណាឥឡូវវាអត់ទាន់មានទេអត់ទាន់មានសញ្ញា confirm ឲ្យបាយឧទាហរណ៍វា break នេះណាឧទាហរណ៍វា break short នេះអាហ្នឹងយើងអាចចាប់ទុកជា confirm បានប៉ុន្តែបញ្ជាក់ថាអត់បាយទេណាទោះវាគូបែបមកវិញក៏អត់បាយដែរអត់បាយដែរព្រោះអីវាអត់ប៉ះ key zone ទេ confirm អត់ប៉ះ key zone គឺអត់ valid ទេគឺយើងអត់យកទេណាប៉ុន្តែបើសិនជាករណីវាជ្រុំឡើងទៅចេះហើយប៉ះមើលក្នុង4ម៉ោងមិញនៅក្នុង confirm នៅក្នុង key zone 4ម៉ោងមាន confirm ឲ្យចុះ sell អានឹងយើងអាច sell បានគ្រាន់តែខ្ញុំប្រាប់ថាយើងអាច sell បានប៉ុន្តែសួរថាល្អវាអត់សូវល្អទេដោយសារ key zone ហ្នឹងនៅក្នុង4ម៉ោងខ្ញុំបញ្ជាក់មិញហើយ key zone ហ្នឹងគឺជា key zone បញ្ជាក់ជាមួយលំហូរវាជា key zone តែវាជា key zone បញ្ជាក់ណាអញ្ចឹងយើងត្រូវដឹង key zone វាមាន2ណាវាមាន2 key zone ស្របលំហូរនិង key zone បញ្ជាក់ជាមួយនឹងលំហូររំលឹកទាំងអស់គ្នាចាំ key zone មាន2ស្របជាមួយលំហូរចេះជាមួយលំហូរហើយ key zone 2ហ្នឹងមួយណាល្អជាងអឺបើយើងនិយាយពី accurate key zone ស្របជាមួយលំហូរវាច្រើនត្រូវជាងនៅពេលដែលផ្សារ
uptrend ហើយផ្សារវាប៉ះ key zone ដែលស្របលំហហ្នឹងនៅពេលដែលប៉ះ key zone ហ្នឹងហើយមាន confirm ភាគរយច្រើនគឺផ្សារទៅតាមលំហនឹងបន្តណាហើយ key zone ប្រឆាំងលំហភាគរយច្រើនធ្លាយណាអាចប៉ះហើយមាន confirm ប៉ុន្តែចុះមកឬក៏ឡើងតិចតួចហើយធ្លាយទៅ hit SL វិញអាហ្នឹងប្រឆាំងលំហណាប្រឆាំងលំហតែពេលខ្លះក៏វាមានត្រូវដែរពេលខ្លះក៏មានត្រូវដែរសម្រាប់ key zone ប្រឆាំងលំហណាហើយធ្វើម៉េចដើម្បីដឹងថា key zone នឹងស្របឬក៏ key zone នឹងបញ្ជាក់ចម្លើយគឺយើងត្រូវចេះមើលលំហសិនតោះណាបើយើងអត់ទាន់ចេះមើលលំហយើងអាចបែងចែកដឹងទេថា key zone នឹងស្របឬក៏ key zone នឹងបញ្ជាក់ទោះត្រាតែយើងចេះមើលលំហច្បាស់សិនណាអញ្ចឹងសារដើមឡើងវិញគឺរៀនលំហឲ្យយល់សិនបានយើងរៀន key zone បានយើងគូ key zone តាមក្រោយណាយល់លំហឲ្យបានគូ key zone ដឹងស្របឬក៏បញ្ជាក់នៅពេលដែលដឹង key zone នៅណាហើយបានយើងចេះតែមើល confirm នៅក្នុង key zone ហ្នឹងមិនមែនដើររាវរក confirm គាត់ថា5 10នាទីឃើញ confirm អត់តន់ចេះមើល key zone ផងដើរចាប់ key zone យកមកដាក់ព្រាវចឹងហើយបានចូលចិត្តទឹកខុសណាវាកាត់បន្ថយឡើងហ្នឹងណាវាកាត់បន្ថយឡើងហ្នឹងដុល្លារឆាតឥឡូវយើងមើលមាសវិញណាមាស